សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងអានីមេរបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងភាគបន្ទាប់ផងដែរក៏ប៉ុន្តែមុនចូលទៅដល់សាច់រឿងសង្ឃឹមទាំងអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាបន្ទាប់មកអាយ៉ាមេក៏នាំហ៊ីណាកូទៅជួយនាងទុកដាក់អីវ៉ាន់នៅឯផ្ទះបាយកំឡុងពេលដែលដើរហ៊ីណាកូគឺនឹកគិតពីសកម្មភាពដែលនាងបានធ្វើជាមួយនឹង Shiori ទាំងប៉ុន្មានម៉ានចេញមកទាំងអស់នឹងពេលដែលនាងបានសួរទៅ Shiori ថាពួកយើងអាចធ្វើជាមិត្តភក្តិនឹងគ្នាបានទេហើយ Shiori តបថានាងខ្លាចថាពួកយើងមិនអាចធ្វើវាបានឡើយវាប្រៀបដូចជាការបដិសេធអញ្ចឹងរួចយើងក៏កាត់មុខ Shiori និងមីកូវិញដោយមីកូក៏សួរ Shiori ថាហ៊ីណាកូនៅឯណាទៅ Shiori ក៏កុហកថានាងកំពុងតែងូតទឹកកុំទៅរំខាននាងអីលឺអញ្ចឹងមីកូក៏សួរទៅ Shiori ពីរឿងមុននោះនៅពេលដែល Shiori នាំហ៊ីណាកូចេញពីការហៅងូតទឹករបស់សិស្សប្រមាណអ្នកទៀតហ្នឹងនាងសួរទៅ Shiori ថានាងដឹងពីអាចកំបាំងអ្វីមួយរបស់ហ៊ីណាកូមែន Shiori ក៏កុហកថាខ្ញុំមិនដឹងថានាងនិយាយអំពីអ្វីនោះទេឃើញ Shiori មិនព្រមប្រាប់អញ្ចឹងមីកូក៏សួរចំតែម្ដងថានាងដឹងពីស្នាមដៃរបស់ហ៊ីណាកូយូរប៉ុណ្ណាហើយ Shiori ឮបែបហ្នឹងក៏មិនកុហកទៀតដែរនឹងឆ្លើយថាហ៊ីណាកូមិនបានប្រាប់វាដល់ខ្ញុំឡើយគឺខ្ញុំបានឃើញវាដោយចៃដន្យតែប៉ុណ្ណោះហើយខ្ញុំគិតថានាងប្រហែលជាជួបគ្រោះថ្នាក់ដែលធ្ងន់ធ្ងរនោះជាមិនខានបានជាធ្វើឲ្យនាងមានស្នាមខ្លាំងដល់ថ្នាក់នេះមីកូក៏និយាយថាប៉ិតណាស់នៅពេលដែលនាងជួបគ្រោះថ្នាក់នោះហើយនាងក៏បានទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ហើយខ្ញុំក៏បានឮអ្នកមីងរបស់នាងប្រាប់ទៀតថាហ៊ីណាកូរងរបួសធ្ងន់ធ្ងរខ្លាំងណាស់ស្ទើរតែបាត់បង់ជីវិតទៅហើយតែដូចមានអភូតហេតុមួយមកជួយនាងអញ្ចឹងធ្វើឲ្យនាងរួចរស់មានជីវិតបានមកវិញម្យ៉ាងទៀតខ្ញុំគិតថានាងគួរតែសប្បាយចិត្តដែលអាចរស់នៅបានបើទោះបីជាក្រុមគ្រួសាររបស់នាងមិនអាចក៏ដោយក៏ប៉ុន្តែការគិតរបស់ខ្ញុំគឺខុសទាំងស្រុងនាងគឺរស់នៅឯកាតែម្នាក់ឯងនឹងឈឺចាប់ជារៀងរាល់ថ្ងៃតែម្ដងនឹងឆ្ងល់ខ្លាំងណាស់ថាការដែលនាងមានសំណាងអាចរស់រានមានជីវិតបានគឺជាលទ្ធផលល្អសម្រាប់នាងដែរឬទេហើយយើងក៏ក្លែកមើលហ៊ីណាកូវិញកំឡុងពេលដែលពួកគេទាំងពីររៀបចំអីវ៉ាន់ទុកដាក់នឹងហ៊ីណាកូក៏សម្លឹងមើលអាយ៉ាមេនិងសម័យនឹកឃើញពីម្ដាយរបស់នាងម្ដងទៀតហើយរួចក៏និយាយពាក្យម៉ាក់ចេញមកក្រៅដែលធ្វើឲ្យអាយ៉ាមេឆ្ងល់ជាខ្លាំងថាម៉ាក់អ្វីទៅហ៊ីណាកូក៏ភ្ញាក់ខ្លួនវិញនិងសុំទោសទៅនាងនិងនិយាយថាអាយ៉ាមេមើលទៅក្មេងនោះទេក៏ប៉ុន្តែរូបរាងរបស់អាយ៉ាមេស្តៀងជាមួយនឹងម៉ាក់របស់ខ្ញុំខ្លាំងណាស់អាយ៉ាមេក៏តបថាមិនចាំបាច់សុំទោសខ្ញុំឡើយមួយវិញទៀតបើទោះបីជាខ្ញុំមើលទៅក្មេងក៏ពិតមែនក៏ប៉ុន្តែខ្ញុំក៏ធ្លាប់ធ្វើជាម្ដាយរបស់គេផងដែរនិងបន្ថែមទៀតថាប្តីរបស់ខ្ញុំគឺមានកូនរួចទៅហើយនៅពេលដែលពួកយើងចាប់ផ្ដើមស្រឡាញ់គ្នានោះក៏ប៉ុន្តែគួរឲ្យសោកស្ដាយកុមារនោះបានបាត់បង់ជីវិតទាំងវ័យក្មេងមកម្ល៉េះហើយនគរលើបែបហ្នឹងនាងក៏ធ្វើការសុំទោសទៅអាយ៉ាមេថាខ្ញុំមិនមានចេតនាសួររឿងនេះនោះទេនិងធ្វើឲ្យពូថៅមួយធ្លាក់ចុះមកអាយ៉ាមេក៏ដើរទៅរើសវានិងនិយាយថាយើងគួរតែទុកវានៅកន្លែងដែលមានសុវត្ថិភាពហើយសម្លេងអ្វីមួយផ្សេងទៀតក៏និយាយថាខ្ញុំមិនចង់ឲ្យហ៊ីណាកូមានការឈឺចាប់នោះទេដែលធ្វើឲ្យហ៊ីណាកូឆ្ងល់មែនទែនថាវាគឺជាសម្លេងអ្វីទៅរោមពេជ្រនឹងសក់របស់អាយ៉ាមេក៏ប្រែទៅជាមាត់របស់យោកាយយ៉ាងធំមួយហ៊ីណាកូឃើញបែបនេះនាងកាន់តែភ្ញាក់ផ្អើលខ្លាំងឡើងចំណែកមីកូនិង Shiori ដែលជាយោកាយនឹងក៏ដឹងពីវត្តមានរបស់យោកាយដូចគ្នាផងដែរហើយ Shiori ក៏រត់តាមរកហ៊ីណាកូខ្លាចនាងមានគ្រោះថ្នាក់ឃើញបែបហ្នឹងមីកូក៏រត់ទៅតាមដូចគ្នា Shiori ក៏រត់មកបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់និងសួរពួកគេថាហ៊ីណាកូនៅណាទៅពួកគេក៏ឆ្លើយថាមិនបានឃើញហ៊ីណាកូងូតទឹកឡើយឮបែបហ្នឹង Shiori ក៏បំរុងនឹងដើររកហ៊ីណាកូបន្តទៀតហើយមីកូក៏សុំទៅជាមួយផងដែរ Shiori តបវិញថាឲ្យនាងចាំការពារសោះគ្រប់គ្នាទៅទុកឲ្យខ្ញុំជាអ្នកតាមរកហ៊ីណាកូដោយខ្លួនឯងមួយវិញទៀតខ្ញុំគឺមិនចង់ការពារអ្នកណាផ្សេងនោះទេក្រៅពីហ៊ីណាកូនោះស្របពេលហ្នឹងពួកគេក៏សួរទៅមីកូថាតាមរកហ៊ីណាកូធ្វើអ្វីមីកូឮហើយក៏កុហកពួកគេថាយើងគឺមានការប្រយុទ្ធអ្វីមួយដូច្នេះពួកយើងកំពុងស្វែងរកមនុស្សឲ្យមកចូលរួមនឹងឯងនិងបបួលពួកគេឲ្យមកចូលរួមប្រយុទ្ធជាមួយនឹងនាងផងដែររីឯ Shiori ក៏ប្រញាប់តាមរកហ៊ីណាកូបន្តទៀតនាងក៏ដើររកគ្រប់ទីកន្លែងក៏ប៉ុន្តែមិនឃើញហ៊ីណាកូទាល់តែសោះយើងក៏កាត់មកហ៊ីណាកូវិញនាងកំពុងរត់មកដល់ក្នុងព្រៃមួយដើម្បីគេចពីការវាយប្រហាររបស់អាយ៉ាមេនោះក៏ប៉ុន្តែសោយខ្លាំងមែនតើនាងក៏បានរត់ចំពប់ជើងដួលជាមួយនឹងដុំថ្មមួយ
មួយដែលធ្វើឲ្យអាយ៉ាមេតាមទាន់នាងដូចគ្នាហើយអាយ៉ាមេក៏បង្វិលករបស់នាងទៅខាងក្រោយយើងក៏ឃើញមុខមាត់របស់យោកាយនោះគឺថាអណ្ដាតវែងថ្លៃតែម្ដងរីឯដៃក៏កាន់ពូថៅមួយបន្ទាប់មកហ៊ីណាកូក៏សួរទៅអាយ៉ាមេថានាងគឺជាយោកាយមែនទេអាយ៉ាមេឮហើយនាងក៏សើចនិងប្រាប់ទៅហ៊ីណាកូថាដំបូងខ្ញុំក៏ធ្លាប់ជាមនុស្សដូចទៅនាងផងដែរក៏ប៉ុន្តែថ្ងៃមួយខ្ញុំក៏បានបាត់បង់ជីវិតហើយក៏បានក្លាយទៅជាទម្រង់យោកាយនេះឯងដូច្នេះវាងាយស្រួលក្នុងការឲ្យខ្ញុំរស់នៅលាយឡំជាមួយនឹងមនុស្សលោកដោយគ្មាននរណាម្នាក់ដឹងនិងបន្តទៀតថាមនុស្សគឺមិនមែនជាអាហារចម្បងរបស់ខ្ញុំទេក៏ប៉ុន្តែនៅពេលដែលមានមនុស្សមានក្លិនឈ្ងុយឆ្ងាញ់ដូចជានាងនៅក្បែរខ្ញុំតើនាងគិតទៅមើលថាខ្ញុំអាចទ្រាំបានដែរលឺអញ្ចឹងហ៊ីណាកូក៏ងើបរត់បន្តទៀតដែលធ្វើឲ្យអាយ៉ាមេក៏សួរថានាងមិនចេះហត់ទេអីនឹងយកអណ្ដាតរបស់នាងចាប់ជើងហ៊ីណាកូជាប់មិនអាចរត់ទៅណាបានទៀតរួចក៏លើកពូថៅបំរុងនឹងសម្លាប់ហ៊ីណាកូចោលចំណែកឯហ៊ីណាកូក៏គិតក្នុងចិត្តថាខ្ញុំត្រូវតែរត់បន្តទៀតតែភ្លាមនឹងនាងក៏នឹកឃើញវិញថាខ្ញុំព្យាយាមរត់ចេញពីអាយ៉ាមេធ្វើអ្វីទៅក្រែងខ្ញុំគឺចង់ស្លាប់ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំដែរហើយឥឡូវនេះវាគឺនៅចំពោះមុខខ្ញុំហើយខ្ញុំនឹងឲ្យអាយ៉ាមេនាងបរិភោគខ្ញុំក៏ប៉ុន្តែនាងក៏នឹកឃើញឈៀរីវិញហើយពូថៅនោះបំរុងនឹងត្រូវហ៊ីណាកូហើយនាងក៏គិតចេញដែលធ្វើឲ្យដៃរបស់នាងមានរបួសផងដែរនឹងឆ្ងល់ខ្លួនឯងខ្លាំងណាស់ថាហេតុអ្វីបានជាខ្ញុំត្រូវគិតបែបនេះចំណែកអាយ៉ាមេវិញឃើញហ៊ីណាកូហូរឈាមអញ្ចឹងនាងក៏យកអណ្ដាតរបស់នាងទៅលិតឈាមនោះនៅពេលដែលលិតហើយនាងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនថារសជាតិឈាមនេះគឺពិបាកលេបខ្លាំងណាស់នឹងសួរទៅហ៊ីណាកូតើនាងទទួលបានឈាមពីមច្ឆាស្រីមែនទេមិនទាន់តែបានចម្លើយផងឈូរីក៏រត់មកវាយប្រហារអាយ៉ាមេធ្លាក់ចូលទៅក្នុងទឹកនិងដាច់អណ្ដាតផងដែរយើងមើលទៅទឹកមុខឈូរីគឺកាចខ្លាំងមែនទែនប៉ះអ្នកណាមិនប៉ះមកប៉ះហ៊ីណាកូសម្រាប់ចិត្តនាងហើយឈូរីនាងក៏ប្រែខ្លួនទៅជារាងកាយពិតនៃមច្ឆាស្រីរួចក៏បោះអាយ៉ាមេទៅខាងលើនិងហាមាត់ធ្វើការខំសម្លាប់អាយ៉ាមេនោះយើងដឹងស្រាប់ហើយថាអាយ៉ាមេគឺជាមនុស្សដែលប្រែខ្លួនទៅជាយោកាយនោះទេរីឯឈូរីវិញនាងគឺជាយោកាយស៊ីន Original បើប្រយុទ្ធគ្នានោះអាយ៉ាមេគឺស្ពៃហើយចំណែកឯហ៊ីណាកូនាងគឺមើលផ្លឹកខ្លាំងមែនទែនពីរាងកាយពិតរបស់ឈូរីនោះព្រោះតែនាងគឺមិនធ្លាប់ឃើញឈូរីទៅជាបែបនេះនោះទេបន្ទាប់ពីកម្ចាត់អាយ៉ាមេហើយឈូរីនាងក៏ដើរចេញពីក្នុងទឹកដោយខ្លួនប្រាណប្រឡាក់សត្វតែឈាមរួចក៏ទៅមើលដៃរបស់ហ៊ីណាកូនិងសួរនាងថានាងមិនអីទេមែនទេមុខរបួសនេះគឺមិនជ្រៅឡើយដូច្នេះចាំខ្ញុំឲ្យយោកាយកញ្ជ្រោងព្យាបាលឲ្យនាងដែលឈូរីសម្ដៅលើមីកូនឹងឯងកំឡុងពេលដែលឈូរីនាំហ៊ីណាកូទៅបន្ទប់វិញហ៊ីណាកូក៏សម័យនៅពេលដែលអាយ៉ាមេសួរនាងថានាងទទួលបានឈាមពីមច្ឆាស្រីមែនទេនិងឆ្ងល់ខ្លាំងណាស់ថាវាមានន័យដូចម្ដេចទៅមួយវិញទៀតខ្ញុំដូចជាធ្លាប់ឃើញរាងកាយពិតរបស់ឈូរីនៅកន្លែងណាមួយអញ្ចឹងគ្រាន់តែខ្ញុំគឺមិនចាំឡើយលុះស្អែកឡើងចូលមកដល់មីកូនាងពិបាកចិត្តខ្លាំងមែនទែនព្រោះតែនាងបរាជ័យក្នុងការការពារហ៊ីណាកូនឹងឯងហ៊ីណាកូឃើញបែបហ្នឹងនាងក៏និយាយថាវាមិនអីទេវាគឺជាកំហុសរបស់ខ្ញុំតែប៉ុណ្ណោះដែលទៅជិតស្និទ្ធជាមួយនឹងអាយ៉ាមេនោះចំណែកមីកូក៏សួរនាងថាយប់មិញមានរឿងអ្វីកើតឡើងខ្លះទៅហ៊ីណាកូឮបែបហ្នឹងនាងក៏សម័យរូបភាពការប្រយុទ្ធមិញចេញមកនិងបំរុងប្រាប់មីកូទៅហើយស្រាប់តែអ្នកមីងចុងភៅក៏មកហៅពួកគេទៅញ៉ាំអាហារពេលព្រឹកដែលធ្វើឲ្យហ៊ីណាកូមិនបាននិយាយប្រាប់ទៅមីកូដដែលហ៊ីណាកូក៏លែងឃើញអ្នកមីងចុងភៅភ្លាមនាងក៏ដើរទៅសួរគាត់ថាអាយ៉ាមេនៅណាទៅខ្ញុំគឺចង់ទៅនិយាយជាមួយនឹងនាងក៏ប៉ុន្តែអ្នកមីងចុងភៅគាត់មិនស្គាល់ថាអាយ៉ាមេគឺជាអ្នកណានោះទេនិយាយទៅក៏ដូចជាភ្លេចការចងចាំពាក់ព័ន្ធជាមួយនឹងអាយ៉ាមេអញ្ចឹងដែលធ្វើឲ្យហ៊ីណាកូនាងភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីគាត់ចេញទៅបាត់មីកូក៏មកនិយាយជាមួយនឹងហ៊ីណាកូថាមិនចាំបាច់ព្រួយបារម្ភនោះទេរឿងនេះគឺកើតឡើងគ្រប់ពេលនៅពេលដែលយោកាយនោះបាត់ខ្លួនហើយមនុស្សធម្មតាគឺមិនអាចចងចាំពួកគេបានឡើយហ៊ីណាកូលឺអញ្ចឹងនាងក៏យល់ផងដែរបន្ទាប់មកមីកូក៏សុំហ៊ីណាកូផ្លាស់ប្ដូរបង់រំរបួសឲ្យនាងក៏ប៉ុន្តែមុននឹងធ្វើសិតតែពាក់ម៉ាស់អីណាទៀតណោះខ្លាចខ្លួនឯងទ្រាំមិនបាននៅពេលដែលឃើញក្លិនឈាមរបស់ហ៊ីណាកូនោះនៅពេលដែលបកហើយមីកូនាងភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែរបួសរបស់ហ៊ីណាកូជាសះស្បើយរហ័សខ្លាំងមែនទែនបន្ទាប់ពីរំរបួសរួចពួកគេក៏ទៅញ៉ាំអាហារពេលព្រឹកជាមួយនឹងគ្នាខណៈពេលដែលដើរហ៊ីណាកូនាងក៏បានឃើញឈូរីផងដែរក៏ប៉ុន្តែឈូរីវិញនាងគឺមិនបានមកនិយាយជាមួយនឹងហ៊ីណាកូទៀតឡើយដែលធ្វើឲ្យមីកូឃើញបែបហ្នឹងនាងឆ្ងល់ខ្លាំងមែនទែនព្រោះតែឈូរីនាងចម្លែកខុសពីរាល់ដងចំណែកហ៊ីណាកូនាងក៏លូកដៃរកទូរស័ព្ទរបស់នាងតែមិនឃើញនោះទេព្រោះតែនាងភ្លេចយកមកពីក្នុងបន្ទប់គេងរបស់នាងដូចនេះហើយនាងក៏សុំមីកូទៅយកទូរស័ព្ទបាត់ទៅតែក៏ងាកមកសម្លឹងមើលឈូរីពីខាងក្រោយផងដែរ
នៅពេលដែលយកទូរស័ព្ទហើយហ៊ីណាកូក៏ឃើញមីងរបស់នាងឆាតមកសួរសុខទុក្ខដូចគ្នាបំរុងនឹងឆ្លើយតបហើយនោះក៏មាននរណាម្នាក់ហៅហ៊ីណាកូពីខាងក្រោយនៅពេលដែលនាងងាកមើលទៅម្នាក់នោះគឺជាអាយ៉ាមេនឹងឯងដែលធ្វើឲ្យហ៊ីណាកូភ្ញាក់ផ្អើលខ្លាំងណាស់ថាហេតុអ្វីបានជាអាយ៉ាមេនៅមានជីវិតអញ្ចឹងអាយ៉ាមេនាងក៏និយាយថាមិនចាំបាច់ខ្លាចនាងឡើយនាងមុខលើកនេះគឺមុខល្អទេនឹងបន្តទៀតថាយប់មិញបើទោះបីជាមច្ឆាស្រីបានហែកអវយវៈរបស់ខ្ញុំក៏ដោយក៏វាមិនធ្វើឲ្យខ្ញុំស្លាប់ដែរដោយសារតែចំណុចខ្សោយរបស់ខ្ញុំពិតប្រាកដគឺនៅត្រង់ក្បាលនោះទេហើយនាងក៏សុំទោសដែលធ្វើឲ្យហ៊ីណាកូមានការឈឺចាប់ផងដែរនៅពេលដែលហ៊ីណាកូហៅខ្ញុំថាម៉ាក់ជាលើកដំបូងខ្ញុំគឺសប្បាយចិត្តខ្លាំងណាស់ព្រោះខ្ញុំខានមាននរណាម្នាក់ហៅខ្ញុំថាម៉ាក់អស់រយៈពេលជាយូរមកហើយនឹងនឹកឃើញទៅដល់កូនស្រីរបស់ប្តីរបស់នាងប្រសិនបើខ្ញុំមិនបានគិតថាកូននោះគួរឲ្យរំខានមិនបានស្អប់នាងនិងស្រឡាញ់នាងខ្លាំងឡើងម្ល៉េះហើយវាក៏មិនធ្វើឲ្យខ្ញុំមានការសោកស្ដាយផងដែរហើយខ្ញុំគិតថាគ្រោះថ្នាក់ដែលធ្វើឲ្យខ្ញុំបាត់បង់ជីវិតនោះវាគឺជាការដាក់ទណ្ឌកម្មរបស់ខ្ញុំតែប៉ុណ្ណោះខណៈពេលដែលនិយាយអាយ៉ាមេក៏បានឃើញយ័ន្តការពាររបស់មីកូនៅនឹងដៃដែលរំរបួសរបស់ហ៊ីណាកូឃើញបែបហ្នឹងនាងក៏មិនចង់នៅយូរទៀតដែរព្រោះនាងខ្លាចអាទិទេពក្នុងស្រុកដែលជាមីកូនឹងមកហែកអវយវៈរបស់នាងម្ដងទៀតដូច្នេះនាងក៏សុំហ៊ីណាកូចាក់ចេញទៅក៏ប៉ុន្តែភ្លាមហ្នឹងហ៊ីណាកូក៏ឲ្យអាយ៉ាមេចាំបន្តិចនាងក៏ចង់សួររឿងមួយកាលពីយប់មិញដែលអាយ៉ាមេនិយាយថាខ្ញុំទទួលបានឈាមពីមច្ឆាស្រីនឹងឯងតើវាមានន័យដូចម្ដេចទៅអាយ៉ាមេក៏ប្រាប់ថាឈាមនោះគឺមិនចូលគ្នាយ៉ាងម៉ត់ចត់ខ្ញុំមិនអាចបញ្យល់បាននោះទេប៉ុន្តែមច្ឆាស្រីនោះបានផ្ដល់ឈាមឲ្យនាងជាយូរមកហើយហ៊ីណាកូឮបែបហ្នឹងនាងឆ្ងល់ខ្លាំងណាស់ថាឈៀវរិចផ្ដល់ឈាមឲ្យខ្ញុំជាយូរមកហើយក៏ប៉ុន្តែខ្ញុំនឹងនាងគឺបានជួបគ្នានៅពេលថ្មីនេះទេខ្ញុំក៏មិនគិតថាអាយ៉ាមេនាងនិយាយកុហកឡើយព្រោះខ្ញុំក៏មានអារម្មណ៍ថាដូចជាធ្លាប់ជួបនាងនៅកាលពីមុនផងដែររីឯអាយ៉ាមេក៏បន្តទៀតថាការផ្ដល់ឈាមនេះគឺដូចជាធ្វើកិច្ចសន្យាអ្វីមួយអញ្ចឹងតែខ្ញុំមិនជឿទេព្រោះតែវាគឺជាទំនៀមទម្លាប់អស់រយៈពេលជាយូរមកហើយហ៊ីណាកូក៏និយាយថាខ្ញុំមិនគិតទេថាខ្ញុំនិងឈៀវរីធ្លាប់បានធ្វើអ្វីមួយដូចនេះកាលពីមុននោះក៏ប៉ុន្តែឥឡូវឈៀវរីបានសន្យាថានឹងបរិភោគខ្ញុំដូច្នេះវាជាហេតុផលតែមួយគត់ដែលនាងតែងតែនៅជាមួយខ្ញុំនឹងឯងហើយយើងគឺមិនមែនជាមិត្តភក្តិនឹងគ្នាទាល់តែសោះយើងកំពុងតែផ្ដល់បំណងប្រាថ្នាឲ្យគ្នាទៅវិញទៅមកនោះទេចំណែកអាយ៉ាមេឮហើយនាងឆ្ងល់ខ្លាំងមែនទែនព្រោះតែមិនដែលមានមនុស្សចង់ឲ្យយកកាយបរិភោគឡើយមានតែហ៊ីណាកូមួយនឹងឯងនឹងនិយាយបន្តទៀតថាខ្ញុំទទួលស្គាល់ថាហ៊ីណាកូមានក្លិនឈ្ងុយឆ្ងាញ់ក៏ប៉ុន្តែការលាយឈាមមិនចូលគ្នានេះក៏ធ្វើឲ្យក្លិនរបស់ហ៊ីណាកូមានក្លិនស្តៀងគ្នាជាមួយនឹងមច្ឆាស្រីបន្តិចបន្តួចផងដែរម្យ៉ាងទៀតវាគឺជាការរៀបចំដ៏ចម្លែកដែលមច្ឆាស្រីបានធ្វើជាមួយនឹងនាងគឺនៅពេលដែលបញ្ចូលឈាមគ្នារួចយកកាយផ្សេងទៀតដែលបានលិតឈាមរបស់ហ៊ីណាកូហើយពួកយកកាយទាំងនោះនឹងគិតថាហ៊ីណាកូគួរឲ្យស្អប់ខ្ពើមនិងមិនអាចបរិភោគបានឡើយបើទោះបីជាហ៊ីណាកូមានក្លិនឈ្ងុយឆ្ងាញ់ពីខាងក្រៅក៏ដោយដែលហ៊ីណាកូឮហើយនាងភ្ញាក់ផ្អើលខ្លាំងមែនទែនមានន័យថាក្លិនរបស់ហ៊ីណាកូពីខាងក្រៅគឺឈ្ងុយឆ្ងាញ់គួរឲ្យចង់ញ៉ាំណាស់ក៏ប៉ុន្តែនៅពេលដែលមានយកកាយណាម្នាក់បានលិតឈាមរបស់ហ៊ីណាកូហើយពួកយកកាយទាំងនោះគឺស្អប់ខ្ពើមខ្លាំងមែនទែននិងមិនចង់បរិភោគហ៊ីណាកូឡើយដោយសារតែឈៀវរីនាងបានផ្ដល់ឈាមឲ្យមកកាន់ហ៊ីណាកូនឹងឯងបើអញ្ចឹងអីហ៊ីណាកូនាងចង់ស្លាប់បានយ៉ាងម៉េចទៅហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ដល់ត្រឹមនេះចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្ទាប់ទាំងអស់គ្នាហើយអេមីមានតែប៉ុណ្្នឹងនោះទេជាចុងក្រោយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ